សួនកំសាន្តស្ដាប់មើលទៅដូចជាកន្លែងលេងធម្មតាតែសម្រាប់ក្មេងៗណាវាគឺជាពិភពលោកទាំងមូលពិភពលោកដែលពួកគេបានសាកល្បងបានរៀនសូត្របានធំធាត់តាមរយៈការលេងនោះឯងមើលទៅដូចគ្រាន់តែលេងឲ្យសប្បាយតែការពិតទៅវាមិនត្រឹមតែប៉ុណ្្នឹងទេតើប៉ាម៉ាក់ដឹងអត់ថាការលេងជួយជំរុញការអភិវឌ្ឍរបស់កូននៅច្រើនផ្នែកណាស់រាល់ពេលដែលកូនឡើងជិះលើឧបករណ៍លេងហ្នឹងណាកូនមិនត្រឹមតែសប្បាយទេតែកូនកំពុងតែហ្វឹកហាត់ការគ្រប់គ្រងសាច់ដុំការសម្រេចចិត្តនិងការតម្រង់ជួរផងដែរការតម្រង់ជួរដើម្បីបានឡើងជិះលើឧបករណ៍លេងតាមលេខរៀងមុនក្រោយនោះគឺជាមេរៀននៃការអត់ធ្មត់ដើម្បីឲ្យកូនចេះរង់ចាំស្គាល់ច្បាប់ទម្លាប់ស្គាល់មុនស្គាល់ក្រោយក្នុងករណីឧបករណ៍លេងមានតិចតែមនុស្សច្រើនបើកូនមកក្រោយកូនត្រូវរង់ចាំសិនមិនអាចយំឡាំប៉ាទាជិះមុនទេត្រូវចាំឲ្យអ្នកមកមុនបានជិះមុនកូនមកក្រោយត្រូវចាំជិះតាមលេខរៀងរបស់កូនចំណែកឯការជ្រើសរើសឧបករណ៍លេងគឺជាការហ្វឹកហាត់ឲ្យកូនសម្រេចចិត្តដោយខ្លួនឯងហើយចំពោះឧបករណ៍លេងដែលមានចលនាឡើងចុះវិលទៅវិលមកឬបំលាស់ទីនោះជួយជំរុញតុល្យភាពការគ្រប់គ្រងរាងកាយនិងសាច់ដុំរបស់កូនបានល្អណាស់ចំណែកឯការបានជិះជាមួយម៉ាក់ប៉ាធ្វើឲ្យកូនមានអារម្មណ៍ថាសុវត្ថិភាពហ៊ានទទួលយកបទពិសោធន៍ថ្មីៗដោយមិនខ្លាចនោះហើយគឺជាមូលដ្ឋាននៃភាពជឿជាក់ក្នុងអនាគតដូច្នេះហើយការដែលយើងបាននាំកូនមកលេងសួនកំសាន្តមិនត្រឹមតែនាំកូនមកសប្បាយធម្មតាទេតែថែមទាំងឲ្យកូនបានអភិវឌ្ឍរាងកាយខួរក្បាលអារម្មណ៍និងភាពក្លាហានបានប្រើខ្សែភ្នែកដើម្បីមើលសម្គាល់និងចងចាំវត្ថុថ្មីៗថែមទៀតផងគ្រប់សម្លេងសើចគ្រប់ពេលដែលយើងអោបកូនលើឧបករណ៍លេងគឺជាការបង្កើននិរន្តរភាពក្នុងបេះដូងដ៏តូចរបស់កូននឹងចងចាំថាមានម៉ាក់ប៉ានៅត្រង់នេះជានិច្ចមិនថាពេលរំភើបឬពេលខ្លាចយ៉ាងណាក៏ដោយហើយការដែលបាននៅជាមួយគ្នាបែបនេះគឺជាការផ្ដល់ពេលវេលាដែលសំខាន់បំផុតដល់កូនជាពេលវេលាគុណភាពដែលហៅថា quality time កូនអាចនឹងមិនស្គាល់ពាក្យថាគុណភាពនៃពេលវេលាឡើយតែគ្រប់វិនាទីដែលមានម៉ាក់ប៉ាឈរនៅក្បែរឧបករណ៍លេងឬអោបណែនពេលឧបករណ៍កំពុងឡើងខ្ពស់វាគឺជាការចងចាំដ៏ជ្រាលជ្រៅបំផុតដែលផ្ដល់ភាពកក់ក្ដៅក្នុងចិត្តកូនយូរអង្វែងណាស់ហើយពេលខ្លះយើងក៏បានរៀនសូត្រពីកូនវិញដូចគ្នាថាស្នាមញញឹមសម្លេងសើចសប្បាយក្អាកក្អាយរបស់កូនក្តីសុខរបស់កូនជាឱសថទិព្វជួយព្យាបាលបេះដូងយើងបានកម្រិតណាទោះបីជាយើងមកពីធ្វើការហត់ប៉ុណ្ណាអស់កម្លាំងយ៉ាងណាក៏ដោយត្រឹមតែបានឃើញស្នាមញញឹមរបស់កូនបានឮសំឡេងសើចសប្បាយរបស់កូនបានអោបថើបកូនណាភាពហត់នឿយទាំងឡាយក៏រសាយបាត់អស់មានកម្លាំងភ្លាមវិញតែម្ដងសំឡេងនៃភាពរីករាយទាំងនោះគឺជាថាមពលអស្ចារ្យមួយដែលជួយឲ្យខួរក្បាលបញ្ចេញអរម៉ូន endorphin dopamine serotonin និង oxytocin ដែលសុទ្ធសឹងតែជាអរម៉ូននៃក្តីសុខតើកូននៅតូចលេងជាមួយកូនឲ្យបានច្រើនតាមដែលអាចធ្វើបានព្រោះថ្ងៃក្រោយកូននឹងធំឡើងហើយអាចនឹងមិនចង់ជិះឧបករណ៍លេងជាមួយយើងទៀតឡើយតែបើថ្ងៃនោះមកដល់កូននឹងចាំបានថាកាលពីមុនធ្លាប់មានអ្នកញញឹមដាក់គ្រប់ពេលងាកមកធ្លាប់មានដៃដែលចាប់ឡើងណែនពេលកូនខ្លាចនិងធ្លាប់មានម៉ាក់ប៉ាដែលផ្ដល់ទាំងពេលវេលានិងបេះដូងជាមួយក្តីសុខរបស់កូនថ្ងៃនោះកូនអាចនឹងមិនចងចាំឧបករណ៍លេងឡើយតែកូននឹងគ្មានថ្ងៃភ្លេចឡើយថាម៉ាក់និងប៉ាធ្លាប់នៅត្រង់នោះសើចញញឹមនិងស្រឡាញ់កូនអស់ពីបេះដូងសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍ដល់បងប្អូនបើសិនជាបងប្អូនឬម៉ាក់ប៉ាចូលចិត្តវីដេអូនេះសូមចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់ឲ្យពួកគាត់បានឃើញផងជាចុងក្រោយកុំភ្លេចចុច follow ឬ subscribe ខ្ញុំផងដើម្បីទទួលបានវីដេអូនិងចំណេះដឹងថ្មីៗទាក់ទងនឹងការចិញ្ចឹមមើលថែកូនសូមអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត